ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃច័ន្ទទី 16 ខែមិថុនាបានជំរុញឲ្យអ្នករស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ទាំងអស់ជម្លៀសខ្លួនចេញជាបន្ទាន់ជាការគាំទ្រដល់ការព្រមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបាននឹងកំពុងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក Donald Trump បានគូសបញ្ជាក់ក្នុងការបង្ហោះសារមួយលើបណ្ដាញសង្គមទំនាក់ទំនង Truth Social ដូចនេះថាមនុស្សទាំងអស់គួរតែចាកចេញជាបន្ទាន់ពីរដ្ឋធានីតេហេរ៉ង់អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាតលោក Trump មិនបានបញ្ជាក់អ្វីលម្អិតទេខណៈមានប្រជាជនជិត10លាននាក់កំពុងរស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ការព្រមានរបស់លោក Trump ធ្វើឡើងក្រោយយោធាអ៊ីស្រាអែលបានព្រមានឲ្យប្រជាជនអ៊ីរ៉ង់នៅក្នុងតំបន់មួយក្បែររដ្ឋធានីតេហេរ៉ង់ជម្លៀសខ្លួនចេញជាបន្ទាន់មុននឹងអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលោក Trump បានបដិសេធម្ដងហើយម្ដងទៀតដោយមិននិយាយថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ដែរឬក៏យ៉ាងណានោះទេបើទោះជាលោកបញ្ជាក់ថាសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងការវាយប្រហារអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុនឡើយការវាយប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី5ហើយមិនទាន់មានសញ្ញាពីភាពធូរស្រាលនៅឡើយទេ